và nói chung là thường xong thì cố và nhân viên lại thầy cô ở nè thì ở vay cà rốt chi nga kim cam bột đây và ốc đây to bị chê đây là nè nâng đây tâm so tâm gò mà ní hay thầy bán thì cố mà và bật cây bên và hay rồiដូចនេះអ្នកទាំងអស់គ្នានេះគឺជានីតិស្វាគមន៍មកកាន់ Master Chef ថ្នាក់ DP2 ហើយពួកយើងទាំងអស់គ្នាក៏បានចាប់ផ្ដើមលាងសម្អាតបន្លែមុននឹងយើងយកទៅធ្វើភ្លាសាច់គោសម្រាប់ពួកយើងនៅខាងនេះដែរគឺកំពុងតែរៀបចំសម្ភារៈនិងត្រួតពិនិត្យមើលថាតើមានអ្វីដែលពួកយើងនឹងត្រូវយកទៅធ្វើម្ហូបយើងត្រូវការដូចជាឆ្នាំងចានអីជាដើមបន្ទាប់ហើយយើងមើលមានឧបករណ៍អីគេខ្លះឃើញម្នាក់គាត់ញាប់ដៃញាប់ជើងជួយធ្វើគ្នាដើម្បីឲ្យឆាប់ហើយសម្រាប់ម្ហូបមួយនេះហើយនឹងឆាប់បានញ៉ាំជុំគ្នាមើលទៅមានភាពសប្បាយរីករាយពួកយើងធ្លាប់តែធ្វើញ៉ាំរៀងខ្លួននៅឯផ្ទះប៉ុន្តែនេះយើងធ្វើជុំគ្នាវាជួបនឹងវាអាចថាជាបរិបទថ្មីសម្រាប់ពួកយើងហើយសែនសប្បាយជុំគ្នានិយាយលេងជាមួយគ្នាបដានៅធ្វើម្ហូបបដាហើយនៅក្នុងការធ្វើម្ហូបយើងមិនប្រកាន់ថាមនុស្សស្រីត្រូវតែធ្វើទេអញ្ចឹងមនុស្សប្រុសក៏គាត់ត្រូវតែធ្វើទាំងអស់គ្នាដែរគឺយើងត្រូវចេះទាំងអស់គ្នានៅពេលណាដែលយើងចេះធ្វើម្ហូបគឺយើងអាចធ្វើញ៉ាំបានគ្រប់ពេលវេលាដែលពួកយើងចង់ធ្វើហើយនៅក្នុងការធ្វើនេះដែរមានលោកគ្រូគាត់ដែលជួយសម្របសម្រួលនិងជួយមើលពួកយើងថាធ្វើបែបណាកន្លែងណាដែលពួកយើងអត់ដឹងជាដើមហើយនៅក្នុងការរៀនធ្វើមុខម្ហូបនេះគឺពួកយើងជាគ្រូនិស្សិតគឺតម្រូវឲ្យយើងរៀនធ្វើម្ហូបជុំគ្នាពួកអីវាជាបំណិនជីវិតដែលពួកយើងនឹងត្រូវធ្វើនឹងត្រូវចេះនៅពេលថ្ងៃមុខទៅគឺយើងអាចធ្វើអាហារដែលមានសុខភាពសម្រាប់ខ្លួនយើងធ្វើសម្រាប់ញ៉ាំខ្លួនឯងក៏ដូចជាសម្រាប់គ្រួសារមនុស្សជាទីស្រឡាញ់ដែលអាហារគឺជាប្រភពធម្មពលមួយសម្រាប់ផ្ដល់ឲ្យយើងជារៀងរាល់ថ្ងៃនៅពេលដែលយើងធ្វើការយើងត្រូវការបំពេញនៅធម្មពលបន្ថែមហើយនៅពេលដែលយើងបានញ៉ាំអាហារដែលមានផាសុខភាពដូចជាអាហារដែលយើងចូលចិត្តនឹងធ្វើឲ្យយើងកាន់តែមានភាពរីករាយនិងមានធម្មពលនៅក្នុងការធ្វើការងារបន្តទៀតប្រចាំថ្ងៃរបស់ពួកយើងទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាមើលអាយ៉ាការធ្វើម្ហូបគឺពួកយើងរីករាយធ្វើជាមួយគ្នាហើយក៏មានមិត្តភ័ក្តិខ្លះគាត់ដើរមើលសម្ភារគ្នាយើងជាដើមហើយនេះគឺជាសកម្មភាពហាន់សាច់គោដែលពួកយើងកំពុងធ្វើទាំងអស់គ្នាមានអ្នកខ្លះក៏គាត់ចាំមើលថាអូមិត្តភ័ក្តិខ្ញុំនឹងធ្វើបែបណាអញ្ចឹងចិត្តបែបណាហើយអ្នកផ្សេងក៏គាត់ជួយហាន់នៅបន្លែក៏ដូចជាជួយសម្អាតអីផ្សេងទៀតម្នាក់បន្តិចទៅគឺលឿនឆាប់ហើយមានអ្នកខ្លះក៏គាត់ជួយបុកគ្រឿងហើយមានអ្នកខ្លះក៏គាត់នៅចាំជួយមើលថាអូមិត្តភ័ក្តិខ្ញុំធ្វើអីខ្លះខ្ញុំចង់រៀនតាមអីចឹងណាហើយការរៀនធ្វើម្ហូបនេះគឺធ្វើឲ្យយើងចេះសម្រាប់ខ្លួនឯងហើយយើងអាចធ្វើសម្រាប់នរណាម្នាក់ដែលយើងចង់ធ្វើឲ្យញ៉ាំហើយក៏ដូចជាបរិញ្ញាសិស្សរបស់យើងនៅថ្ងៃមុខផងដែរចឹងយើងទៅមើលសកម្មភាពរបស់ស្នេហ៍របស់ខ្ញុំទាំងអស់គ្នាថាគាត់នឹងធ្វើអ្វីឥឡូវមកតុកនេះមកណាបន្លែអីគឺថាឆ្ងាញ់គឺក៏បុកហើយដែរខ្ញុំក៏ការពីគាត់ធ្វើអញ្ចឹងតាំងពីទៅតុកនេះមកធ្វើគេអូហើយមួយទៀតខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាដែរថាការធ្វើម្ហូបរបស់ពួកយើងនេះគឺធ្វើនៅបន្ទប់គេហនៅក្នុងវិទ្យាស្ថានគ្រូកោសល្យបាត់ដំបងហើយនៅក្នុងនេះដែរគឺជាអគារដែលផ្ដល់ឲ្យដោយជប៉ុនដូច្នេះហើយសម្ភារៈសម្បូរបែបពួកយើងឃើញសម្ភារៈហើយគឺមានមកចប់ឃើញហើយគឺចង់ធ្វើម្ហូបតែម្ដងហើយសប្បាយនៅក្នុងការធ្វើម្ហូបទាំងអស់គ្នាហើយពួកយើងឃើញផ្ទះបាយស្អាតចឹងណាពួកយើង
sale tục trong chất hàng ô này cứ chỉ chứng cái bài trong đây sẽ máy bộ dạng xôm tảng ngày một tới miền thì bài phầnนั้นคือกรุบกรอนแล้วcho mà đo kêu xăm mà đo anh ấy bộ dạng mình đi chăm hai bề đá để nắng tiêm do tơ bả lạ theo clear sạch cô thành ác nia hai bả lái mua chùm nôn có bàn phơ rủi ro sạch cô có bàn hand roll hai bả lái có bàn hand roll chia và tọt tiếtเนี่ยตัวนี้อาจมือแบนไทยนี่ก็ชีพอะไรแต่พวกยังแฮนด์รวยไอ้นางเป็นเครื่องโดยเฉพาะเต้โกสตะเกรย์เครื่องบกมัดแดงบกเป็นอันนี้สตาร์ทได้หรือไทยนี่ก่อนในน้องมันมีเกมซ้ำกี่ครั้งเลยดูตัวเนี่ยใส่ก้อนประกอบปีเจอเมื่อยังเจอแกเครื่องซ้ำเมียนโต๊ะจีใช่นี่เซฟไปđã miền nào vậy tê hai miền này giống thời anh ta đổi xe pe bộ dương vừa mà hấp bộ dương có sầm bả đà nó pe để sắm bả để nó để dương pha ruột nó pe để lục lục quạt đa mà bộ dương vừa hay có lục lục quạt bàn chui khung caធ្វើមហូបផងដែរហើយនេះគឺជាសកម្មភាពដែលមិត្តរួមថ្នាក់របស់ខ្ញុំគាត់បានយកសាច់ទៅស្រោចដើម្បីឲ្យវាឆ្អិនបន្តិចព្រោះអីមិត្តរួមថ្នាក់ខ្ញុំភាគច្រើនគឺគាត់អត់សូវចេះញ៉ាំឆៅនៅពេលដែលយើងយកសាច់គោទៅច្បាច់ជាមួយនឹងក្រូចឆ្មាទេបន្ទាប់ពីយើងស្រោចហើយក៏យើងបានលាយគ្រឿងមកល្មមភ្លក់ទៅដែលពួកយើងនឹងអាចទទួលយកបានពួកអីម្នាក់ចូលចិត្តកម្រិតខុសៗគ្នាអ្នកខ្លះចូលចិត្តផ្អែមខ្លាំងអ្នកខ្លះក៏គាត់ចូលចិត្តមកល្មមខ្លះក៏គាត់ចូលចិត្តនឹងដុតរសជាតិរៀងដុតអញ្ចឹងណាហើយអ្នកទាំងអស់គ្នាវិញអ្នកទាំងអស់គ្នាចូលចិត្តឃ្លារសជាតិបែបណាដែរហើយពេលថែមគ្រឿងពួកយើងបែបថាវាចេះធ្វើភ្លាស្ទើទាំងអស់គ្នាអញ្ចឹងគ្រឿងថែមចូលថែមឡើងតម្រុំតែត្រូវហើយក៏មានលោកគ្រូអ្នកគ្រូក៏ចាំភ្លក់រសជាតិថាអូពួកយើងទទួលយកបាននៅហើយក៏មានហើយលោកគ្រូក៏គាត់មានសិល្បៈក្នុងការរោយសណ្តែកដីយ៉ាងតាក់ទាញឲ្យធ្វើឲ្យម្នាក់អូយសោចហ្មងពេលពួកយើងធ្វើពួកយើងថែមគ្រឿងម្ដងបន្តិចហើយនេះយើងច្បល់វាចូលគ្នាទាំងបន្លែទាំងគ្រឿងច្បាច់វាឲ្យចូលជាតិហើយនេះគឺជាលទ្ធផលដែលពួកយើងបានធ្វើអ្នកទាំងអស់គ្នាឃើញអត់តំណងអត់ជួយរ៉េតឲ្យពួកយើងផងទោះបីមិនបានភ្លក់ក៏បានរ៉េតសោភ័ណភាពរបស់វាដែរថាតំណងអត់អ្នកទាំងអស់គ្នាហើយបន្ទាប់ហើយលោកគ្រូគាត់បានអញ្ជើញលោកគ្រូទេសអ្នកគ្រូមកពិសាស្នាដៃរបស់ថ្នាក់ DP ទាំងអស់គ្នាហើយពួកយើងធ្វើឲ្យក៏ពួកយើងបានម្នាក់មួយចានក្នុងការភ្លក់ថាភ្លាមានរសជាតិមិនដែរដែលធ្វើដោយដៃពួកយើងទាំងអស់គ្នាពួកយើងជួយគ្នាហើយឥឡូវបានញ៉ាំជុំគ្នាផងដែរហើយពួកយើងពងឲ្យញ៉ាំទាំងអស់គ្នាហើយមើលទឹកមុខទៅអត់ដឹងថាឆ្ងាញ់ឬអត់ទេអញ្ចឹងអ្នកទាំងអស់គ្នាជួយស្ដាប់ feedback ម្នាក់មួយមើល11 10ឆ្ងាញ់អត់ai mà đọcឆ្ងាញ់ពិតមែនណាអ្នកទាំងអស់គ្នាខ្ញុំអត់កុហកទេពួកអីមើលតែម្នាក់ញ៉ាំទៅឆ្ងាញ់មែនតែខ្ញុំក៏បានញ៉ាំហើយដែរហើយអ្នកខ្លះអូចូលចិត្តញ៉ាំហើយមែនតែហ្មងណាបន្ទាប់ពីញ៉ាំរួចធ្វើរួចយើងនាំគ្នាសម្អាតហើយជាចុងក្រោយសូមអរគុណទៅដល់ប្រធានថ្នាក់ជាពិសេសនិងអរគុណទៅដល់អ្នកទាំងអស់គ្នាចំពោះការទស្សនាវីដេអូមួយនេះពីដើមរហូតដល់ចប់សូមអរគុណជម្រាបលា